ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមបង្ហាញបងប្អូនពីរបៀបធ្វើត្រីសាល់ម៉ុនបំពងស្រួយវិធីក្នុងការធ្វើម្ហូបមួយមុខនេះគឺយើងអត់ចាំបាច់ត្រូវលាយម្សៅច្រើនមុខដើម្បីឲ្យវាស្រួយនោះទេគឺយើងមានកញ្ចប់ស្រាប់តែម្ដងហើយយើងក៏មានទឹកជ្រលក់ម៉ាយ៉ូណេសដែលមានរសជាតិឆ្ងាញ់រួចស្រេចដែរឥឡូវនេះយើងមកចាប់ផ្ដើមធ្វើទាំងអស់គ្នានេះគឺជាត្រីសាល់ម៉ុនសាច់សុទ្ធដែលខ្ញុំប្រើមានទម្ងន់ប្រហែលជា6ខាំដោយសារតែត្រីសាល់ម៉ុននេះវាមានជាប់ស្បែកអញ្ចឹងហើយជាដំបូងហ្នឹងគឺយើងគ្រាន់តែយកវាទៅលាងទឹកឲ្យស្អាតបន្ទាប់មកជាស្បែកចេញរួចហើយយើងត្រូវយកត្រីសាល់ម៉ុនហ្នឹងមកកាត់ជាចំណិតតូចល្មមប្រហែលជា3ម្រាមដៃចាឥឡូវដល់ពេលដែលយើងចាប់ផ្ដើមអាចយកត្រីហ្នឹងមកបំពងបានហើយនៅក្នុងការបំពងត្រីនេះដូចខ្ញុំបានជម្រាបបងប្អូនតាំងពីដំបូងអញ្ចឹងគឺយើងអត់ចាំបាច់ត្រូវលាយម្សៅច្រើនមុខនោះទេដូចនេះដើម្បីបំពងត្រីសាល់ម៉ុនឲ្យបានស្រួយនិងមានរសជាតិឆ្ងាញ់គឺខ្ញុំនឹងជ្រើសរើសយកម្សៅបំពងស្រួយ Ajinomoto ម្សៅបំពងស្រួយ Ajinomoto នេះមានពីររសជាតិគឺរសជាតិខ្ទឹមនិងម្រេចនិងរសជាតិហឹរចាអញ្ចឹងនៅក្នុងការបំពងត្រីសាល់ម៉ុនមុខម្ហូបមួយមុខនេះគឺខ្ញុំនឹងជ្រើសរើសម្សៅបំពងស្រួយ Ajinomoto ដែលមានរសជាតិហឹរតែអត់ហឹរខ្លាំងនោះទេគឺហឹរល្មមតិចៗដែលក្មេងៗអាចញ៉ាំបានម្សៅបំពងស្រួយ Ajinomoto ជាប្រភេទម្សៅបំពងដែលលាយគ្រឿងទេសរួចជាស្រេចមានរសជាតិល្មមឈ្ងុយឆ្ងាញ់គឺវាផ្ដល់លក្ខណៈងាយស្រួលក្នុងការបំពងនិងស្រួយឆ្ងាញ់សម្រាប់ម្សៅបំពងស្រួយមួយកញ្ចប់យើងត្រូវលាយជាមួយនឹងទឹក160មីលីលីត្រឬក៏យើងលាយជាមួយនឹងបរិមាណទឹកសមល្មមអាចបំពងបន្លែឬសាច់បានដល់1គីឡូអញ្ចឹងបងប្អូនត្រូវចាក់ទឹកបណ្ដានិងកូរបណ្ដារហូតដល់វាក្លាយទៅជាល្បាយរាវល្មមឥឡូវនេះម្សៅបំពងលាយបានរួចរាល់ហើយបងប្អូនអាចទុកវាមួយឡែកសិនទៅយើងបកមកមើលត្រីយើងវិញចាអញ្ចឹងដើម្បីបំពងត្រីសាល់ម៉ុនហ្នឹងបងប្អូនអាចយកត្រីហ្នឹងមកជ្រលក់នៅក្នុងម្សៅបំពងបន្តទៀតរួចទម្លាក់ចូលក្នុងប្រេងឆាដែលក្តៅតែម្ដងក្នុងករណីដែលបងប្អូនចង់បានសម្បកក្រាស់បងប្អូនអាចជ្រលក់ហើយទម្លាក់ចូលក្នុងខ្ទះតែម្ដងបើមិនអញ្ចឹងទេបងប្អូនអាចបង្ហូរចេញខ្លះហើយចាំទម្លាក់ចូលចំពោះវិធីក្នុងការបំពងត្រីនេះក៏អត់មានអីពិបាកដែរបងប្អូនគ្រាន់តែបង្វិលវាចុះឡើងរហូតដល់វាឡើងក្រហមទាំងសងខាងត្រីសាល់ម៉ុនវាឆ្អិនលឿនណាស់បងប្អូនក្នុងម្ខាងវាប្រើពេលប្រហែលជា2ឬក៏3នាទីប៉ុណ្ណោះចាឥឡូវនេះត្រីសាល់ម៉ុនរបស់យើងគឺបានឡើងក្រហមសងខាងហើយអញ្ចឹងបងប្អូនអាចស្រង់វាចេញមករួចហើយសម្រក់ប្រេងឆាឲ្យអស់ជាទូទៅមុខម្ហូបមួយមុខនេះវាតែងតែជាគូជាមួយនឹងដំឡូងបារាំងវិធីក្នុងការបំពងដំឡូងបារាំងក៏អត់មានអីពិបាកដែរបងប្អូនគ្រាន់តែត្រឡប់វាចុះឡើងរហូតដល់វាឡើងក្រហមនិងស្រួយឥឡូវនេះដំឡូងបារាំងក៏ធ្វើរួចរាល់ត្រីសាល់ម៉ុនបំពងស្រួយក៏រួចរាល់ដែរអញ្ចឹងគឺយើងនឹងយកវាមកញ៉ាំជាមួយនឹងទឹកជ្រលក់ម៉ាយ៉ូណេស Ajimayo ម៉ាយ៉ូណេស Ajimayo គឺជាទឹកម៉ាយ៉ូណេសដែលល្អបំផុតផលិតចេញពីស៊ុតមាន់ស្រស់ប្រេងបន្លែនិងគ្រឿងផ្សំសំខាន់សមស្របតាមចំណង់ចំណូលចិត្តរបស់ប្រជាជនខ្មែរយើងឥឡូវនេះម៉ាយ៉ូណេស Ajimayo មានលក់នៅតាមតូបផ្សារនិងតាមបណ្ដាផ្សារទំនើបនានាហើយទឹកម៉ាយ៉ូណេសហ្នឹងគឺវាមានពីរទំហំគឺទំហំ130ក្រាមនិង260ក្រាមជាផលិតផលរបស់ក្រុមហ៊ុន Ajinomoto ទឹកជ្រលក់ Ajimayo អាចជ្រលក់ដោយផ្ទាល់ឬលាយជាមួយនឹងទឹកប៉េងប៉ោះនិងទឹកម្ទេសតាមចំណូលចិត្តឬក៏ topping ពីលើតាមចំណូលចិត្តបានផងដែរហើយប្រសិនបើបងប្អូនចង់ដឹងព័ត៌មានបន្ថែមឬក៏ចង់ទិញផលិតផលបងប្អូនអាចទំនាក់ទំនងគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Ajinomoto Cambodia នេះចាវិធីធ្វើត្រីសាល់ម៉ុនបំពងស្រួយគឺមានតែប៉ុណ្្នឹងទេចំពោះវិធីញ៉ាំយើងគ្រាន់តែច្របាច់ទឹកក្រូចឆ្មាបន្តិចរួចហើយយើងជ្រលក់នៅក្នុងទឹកម៉ាយ៉ូណេសនោះគឺមានរសជាតិឆ្ងាញ់មែនទែនអញ្ចឹងក៏សូមអរគុណច្រើនចំពោះការទស្សនាវីដេអូមួយនេះហើយប្រសិនបើបងប្អូនមានយោបល់ឬក៏សំណួរអ្វីអាចសរសេរជា comment នៅខាងក្រោមវីដេអូនិងចាំជួបគ្នានៅក្នុងមុខម្ហូបឬក៏បង្អែមបន្តទៀតអរគុណច្រើនជម្រាបលា